លោកលីខ្វាងយូអ្នកប្រាជ្ញនយោបាយនិងស្ថាបត្យករទីក្រុងសង្ហបុរីទំនើបនៅពេលដែលយើងនឹកឃើញដល់ប្រទេសសង្ហបុរីយើងតែងតែនឹកឃើញដល់ទីក្រុងដ៏ស្រស់ស្អាតមានសុវត្ថិភាពខ្ពស់បច្ចេកវិទ្យាទំនើបនិងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏មានឥទ្ធិពលបំផុតមួយនៅលើពិភពលោកប៉ុន្តែតើអ្នកដឹងទេថាកាលពីជាង60ឆ្នាំមុនកោះតូចមួយនេះគ្រាន់តែជាភូមិអ្នកនេសាទក្រីក្រមានការបែកបាក់ជាតិសាសន៍និងគ្មានសូម្បីតែធនធានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់បដិវត្តន៍ដ៏អភូតហេតុនេះមិនមែនកើតឡើងដោយចៃដន្យឡើយប៉ុន្តែវាជាស្នាដៃកើតចេញពីខួរក្បាលចក្ខុវិស័យនិងបេះដូងរបស់អ្នកប្រាជ្ញនយោបាយដ៏កំពូលម្នាក់ដែលពិភពលោកស្គាល់ថាជាបិតាស្ថាបនិកសង្ហបុរីទំនើបលោកគឺជាបុរសដែលបានប្រែប្រួលកោះតូចមួយគ្មានធនធានធម្មជាតិឲ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពិភពលោកថ្ងៃនេះខ្ញុំសូមនាំបងប្អូនមកស្គាល់លោកបណ្ឌិតលីខ្វាងយូលោកកើតនៅថ្ងៃទី16ខែកញ្ញាឆ្នាំ1923នៅក្នុងប្រទេសសង្ហបុរីក្នុងគ្រួសារជនជាតិចិនកាត់ម៉ាឡេឬហៅថាពេរ៉ាណាកាន់ដែលសំដៅលើក្រុមជនជាតិចិនដែលបានមកតាំងទីលំនៅនៅតំបន់ជ្រោយម៉ាឡេនិងសង្ហបុរីរាប់រយឆ្នាំមុនដោយមានការកាត់ផ្សំរវាងឈាមជ័រវប្បធម៌ចិនជាមួយវប្បធម៌ម៉ាឡេលោករស់នៅជាគ្រួសារជឿនលឿននិងនិយាយភាសាអង់គ្លេសនៅក្នុងផ្ទះឪពុករបស់លោកមានឈ្មោះថាលីជីនខុននិងម្ដាយឈ្មោះថាឈួជឹមនីអូលោកក៏ជាកូនច្បងក្នុងចំណោមបងប្អូន5នាក់លោកលីត្រូវបានបំផុសគំនិតនិងទទួលបានការអប់រំយ៉ាងម៉ឺងម៉ាត់ពីឪពុកម្ដាយនិងជីតាចាប់តាំងពីវ័យកុមារភាពលោកបានចូលរៀននៅសាលាលំដាប់កំពូល Rafford Institute ក្នុងស្រុកកំណើតសង្ហបុរីដោយទទួលបាននីតិខ្ពស់បំផុតផ្នែកសិក្សាប៉ុន្តែជីវិតសិក្សារបស់លោកត្រូវបានផ្អាកជាបណ្ដោះអាសន្នដោយសារសង្គ្រាមលោកលើកទី2និងការចូលកាន់កាប់របស់ជប៉ុនដែលបទពិសោធន៍ដ៏លំបាកក្នុងសម័យសង្គ្រាមនេះហើយបានពង្រឹងផ្លូវចិត្តនិងបណ្ដោះស្មារតីតស៊ូដ៏រឹងមាំនៅក្នុងខ្លួនរបស់លោកក្រោយបញ្ចប់សង្គ្រាមលោកបានបន្តការសិក្សាផ្នែកច្បាប់នៅចក្រភពអង់គ្លេសដោយបានចូលរៀននៅសាកលវិទ្យាល័យ London School of Economics និងសាកលវិទ្យាល័យ Cambridge ដ៏ល្បីល្បាញនៅទីនោះលោកបានបញ្ចប់ការសិក្សាដោយទទួលបានចំណាត់ថ្នាក់លេខ1កម្រិតកិត្តិយសទ្វេដង Double First Class Honor ស្របពេលនោះដែរលោកក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយារបស់លោកគឺលោកស្រី Kwa Gok Chu ដែលជាអ្នកច្បាប់ដ៏ឈ្លាសវៃម្នាក់ហើយក្រោយមកលោកមានកូន3នាក់ក្នុងនោះកូនប្រុសច្បងរបស់លោកគឺលោកលីសៀនឡុងដែលបានក្លាយជានាយករដ្ឋមន្ត្រីទី3នៃប្រទេសសង្ហបុរីនៅក្នុងឆ្នាំ1965នៅពេលដែលសង្ហបុរីត្រូវបានបំបែកខ្លួនចេញពីម៉ាឡេស៊ីទាំងខ្វះខាតនិងគ្មានទីពឹងលោកលីខ្វាងយូដែលជានាយករដ្ឋមន្ត្រីដំបូងគេបានសម្រក់ទឹកភ្នែកចំពោះមុខប្រជាជនប៉ុន្តែលោកមិនបានបោះបង់ឡើយលោកបានប្រកាសថាសង្ហបុរីត្រូវតែរស់ហើយត្រូវតែរីកចម្រើនយ៉ាងរឹងមាំនៅទីនេះហើយដែលលោកបានចរិតឈ្មោះជាស្ថាបត្យករទីក្រុងនិងអ្នកប្រាជ្ញនយោបាយតាមរយៈយុទ្ធសាស្ត្រស្នូលធំចំនួន3ទី1គឺការផ្លាស់ប្ដូរប្រព័ន្ធអប់រំនិងធនធានមនុស្សដោយសារសង្ហបុរីគ្មានប្រេងកាតគ្មានរ៉ែនិងគ្មានដីស្រែចម្ការលោកលីខ្វាងយូបានកំណត់ថាមនុស្សគឺជាធនធានដ៏មានតម្លៃតែមួយគត់លោកបានកំណត់ឲ្យប្រើប្រាស់ភាសាអង់គ្លេសជាភាសាផ្លូវការដើម្បីភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយពិភពលោកបូករួមនឹងការបណ្ដុះបណ្ដាលបច្ចេកវិទ្យានិងវិទ្យាសាស្ត្រយ៉ាងតឹងរ៉ឹងបំផុតលោកធ្លាប់បានពោលពាក្យស្លោកមាសមួយឃ្លាយ៉ាងល្បីល្បាញថាប្រទេសមួយមិនអាចរីកចម្រើនទៅមុខបានឡើយប្រសិនបើយើងមិនបានវិនិយោគលើធនធានមនុស្សនិងការអប់រំជាចម្បងនោះទី2គឺការរៀបចំដែនដីនិងទីក្រុងបៃតង Garden City លោកបានរៀបចំផែនការប្លង់ទីក្រុងយ៉ាងមានរបៀបរៀបរយដែលបង្កើតអគារស្នាក់នៅសាធារណៈ HDB ឲ្យប្រជាជនគ្រប់ជាតិសាសន៍រស់នៅលាយឡំគ្នាដើម្បីលុបបំបាត់ការរើសអើងពូជសាសន៍ជាមួយគ្នានេះលោកបានដាំដើមឈើនិងបង្កើតសួនច្បារនៅគ្រប់ទិសទីដើម្បីទាក់ទាញវិនិយោគិនបរទេសឲ្យមកបណ្ដាក់ទុនទី3គឺការលុបបំបាត់អំពើពុករលួយនិងពង្រឹងច្បាប់លោកបានបង្កើតស្ថាប័នប្រឆាំងអំពើពុករលួយដ៏ម៉ឺងម៉ាត់ដោយផ្ដល់ប្រាក់ខែខ្ពស់ដល់មន្ត្រីរាជការដើម្បីការពារកុំឲ្យមានការស៊ីសំណូកនិងពង្រឹងការអនុវត្តច្បាប់ស្មើភាពគ្នាគ្មានការលើកលែងឡើយដោយទស្សនៈដឹកនាំដ៏ម៉ឺងម៉ាត់របស់លោកដែលបានបន្សល់ទុកថាប្រសិនបើអ្នកចង់ដឹកនាំប្រទេសឬទីក្រុងមួយឲ្យទទួលបានជោគជ័យអ្នកត្រូវតែលុបបំបាត់អំពើពុករលួយនិងអនុវត្តច្បាប់ឲ្យបានស្មើភាពគ្នាគ្មានការលើកលែងឡើយជាលទ្ធផលក្នុងរយៈពេលត្រឹមតែមួយចំនួនមនុស្សសង្ហបុរីបានហោះហើរពីប្រទេសពិភពលោកទី3មកជាប្រទេសពិភពលោកទី1ដ៏ស្ដុកស្ដម្ភលោកលីខ្វាងយូបានទទួលអនិច្ចកម្មនៅក្នុងឆ្នាំ2015ក្នុងជន្មាយុ91ឆ្នាំដែលបន្សល់ទុកនៅមរតកប្រទេសជាតិដ៏រឹងមាំនិងជាគំរូដឹកនាំដែលពិភពលោកគោរពកោតស្ញប់ស្ញែងខ្សែជីវិតរបស់លោកបណ្ឌិតលីខ្វាងយូបង្រៀនយើងថាទំហំនៃប្រទេសមិនមែនជាឧបសគ្គនៃភាពជោគជ័យនោះទេប៉ុន្តែវាគឺជាប្រាជ្ញាញាណការអប់រំនិងភាពស្មោះត្រង់ចំពោះជាតិតែប៉ុណ្ណោះដែលអាចប្រែប្រួលជោគវាសនានៃប្រទេសជាតិមួយបានដោយអ្វីដែលលោកតែងតែរំលឹកដល់ពិភពលោកថាព
ពិភពលោកមិនដែលជំពាក់អ្វីយើងឡើយប្រសិនបើយើងចង់រស់និងចង់មានមោទនភាពយើងត្រូវតែខិតខំប្រឹងប្រែងបង្កើតតម្លៃដោយដៃរបស់យើងផ្ទាល់លោកបានបង្ហាញឲ្យយើងឃើញថាស្មារតីនិងខួរក្បាលរបស់ជនជាតិអាស៊ីអាចបង្កើតអភូតហេតុនៃការអភិវឌ្ឍដែលពិភពលោកត្រូវតែកត់ត្រាទុក